នឹងហើយថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលទេសភាពស្រុកស្រែជនបទណាបងប្អូនទាំងអស់គ្នាចាស្រុកស្រែជនបទខាងខេត្តកពតបងប្អូនទាំងអស់គ្នាទេសភាពចឹងនិយាយថាឆ្លោះចេញពីទឹកមកវិញឃើញស្អាតមែនតើណាបងប្អូនហើយមានក្មេងៗឃ្វាគោក្មេងៗអីចឹងទៅយើងចេះថតលេងណាបងប្អូនហើយនិយាយពីថាទេសភាពបងប្អូនអើយគួរឲ្យចង់រស់នៅណាបងប្អូនអើយទេសភាពឆ្លោះចេញពីទឹកមកវិញណាបងប្អូនដោយរបៀបថាវាឆ្លោះគឺមើលឃើញនៅក្នុងទឹកឃើញស្អាតណាមានដើមដូងដើមឃ្វាលគោឃ្វាលអីទៅមើលស្រែមើលចង្កាហ្នឹងទៅមានមាន់មានទាគួរឲ្យចង់រស់នៅណាបងប្អូនទាំងអស់គ្នាខ្ញុំមិនថានៅយើងធ្លាប់ទៅនៅក្រុងពេលទៅនៅស្រែម្ដងមកវិញមានអារម្មណ៍ថាធូរខួរក្បាលឆ្លាស់ខួរក្បាលណាបងចឹងបងប្អូនទាំងអស់គ្នាមានពេលគួរតែសម្រាកខ្លះដើរលេងយំហាយខួរក្បាលខ្លះកុំគិតតែ stress នៅតែទីក្រុងហុយដីហើយឡានប្លង់ណាបងប្អូនហើយចឹងរត់ទៅរកវាស្រែខ្លះចឹងមើលធ្វើឲ្យធូរអារម្មណ៍ធូរស្រាលក្នុងចិត្តធូរស្រាលក្នុងខួរក្បាលដែរណាបងប្អូនទាំងអស់គ្នាខ្ញុំទៅម្ដងការចង់មកក្រុងវិញតិចព្រោះថា